បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានអត្ថបទសំខាន់មួយជាការអនុវត្តចំពោះមនុស្សយើងគ្រប់គ្នាមេរៀននេះសំខាន់សម្រាប់ជីវិតហើយជីវិតប្រចាំថ្ងៃបាទនិយាយពីអាហារបាទអញ្ចឹងពិតណាស់អាហារគឺវាជាប្រភពជួយផ្ដល់នូវថាមពលសម្រាប់រាងកាយមនុស្សក៏ដូចជាខួរក្បាលការចិញ្ចឹមសរីរាង្គយើងទាំងមូលហើយវាជាប្រភពការពាររូបរាងកាយយើងការពារពីជំងឺហើយនឹងផ្ដល់កម្លាំងកាយកម្លាំងប្រាជ្ញាឲ្យខួរក្បាលយើងហ្នឹងក៏ត្រូវការអាហារដែរបាទហើយគ្រប់មនុស្សរុក្ខជាតិសត្វហ្នឹងគឺត្រូវការអាហារដើម្បីការលូតលាស់ហើយនឹងបង្កើនផលបាទថ្ងៃនេះខ្ញុំមានមេរៀនសំខាន់មួយសម្រាប់ការគ្រប់គ្រងអាហារប្រចាំថ្ងៃដែលអាចថាអ្នកខ្លះគឺមិនបានគិតដល់រឿងហ្នឹងឬអ្នកខ្លះដឹងហើយក៏មិនបានជាគ្រប់គ្រងរឿងហ្នឹងឲ្យបានត្រឹមត្រូវថ្ងៃនេះគឺនិយាយអំពីការប្រើប្រាស់ឬក៏ការបរិភោគអាហារ3ពេលក្នុងមួយថ្ងៃហ្នឹងឲ្យត្រឹមត្រូវតាមក្បួនពេទ្យហើយអាហារមិនត្រឹមជាដល់ធម្មពលឬក៏អីការពាររាងកាយទេប៉ុន្តែបើសិនជាយើងអនុវត្តខុសយើងចេះតែហូបអីមិនគិតចេះតែប៉ះអីក៏ហូបវាក៏ជាប្រភពនៃជំងឺផងដែរវាបង្កជាជំងឺផងដែរបាទអញ្ចឹងនេះគឺជាការអនុវត្តសម្រាប់អាហារ3ពេលក្នុងមួយថ្ងៃដែលអាចជួយកុំឲ្យបងប្អូនមានជំងឺរោគាផ្សេងនៅក្នុងខ្លួនហើយក៏អាចអនុវត្តការងារបានពេញមួយថ្ងៃជាប្រភពផ្ដល់ធម៌ពលហើយការពាររាងកាយបាទរបៀបញ៉ាំអាហារ3ពេលសម្រាប់សុខភាពល្អមានលម្អិតក្នុងខាងក្រោមនេះទី1អាហារពេលព្រឹកនេះគេចាត់ទុកជាអាហារសំខាន់បំផុតគួរញ៉ាំឲ្យបានឆ្អែតល្អនិងមានជីវជាតិគ្រប់គ្រាន់ដូចជាបបរខាប់ស៊ុតផ្លែឈើនិងអាហារសម្បូរទៅដោយជាតិកាបូអ៊ីដ្រាតបាទអញ្ចឹងបងប្អូនប្រកាសជាឆ្ងល់កាបូអ៊ីដ្រាតនឹងជាតិអីខ្លះកាបូអ៊ីដ្រាតមានដូចជាអង្ករសម្រូបផ្លែឈើស្រូវសាលីដំឡូងបារាំងដែលជួយផ្ដល់ថាមពលសម្រាប់ការចាប់ផ្ដើមថ្ងៃថ្មីអញ្ចឹងអាហារពេលព្រឹកគឺសំខាន់ណាស់សម្រាប់ការចាប់ផ្ដើមថ្ងៃថ្មីព្រោះយើងសម្រាប់មួយយប់ហើយវាជា7 8ម៉ោងខ្លះជាង10ម៉ោងណាយើងអត់បានមានអាហារចូលពោះទេអញ្ចឹងការបរិភោគអាហារពេលព្រឹកនេះសំខាន់ចាំបាច់អាហារថ្ងៃត្រង់ជាពេលដែលរាងកាយត្រូវការថាមពលបន្តតែមិនត្រូវញ៉ាំច្រើនហួសប្រមាណឡើយគួរញ៉ាំបាយក្នុងកម្រិតសមល្មមផ្សំជាមួយសាច់មានជាតិខ្លាញ់តិចនិងបន្លែច្រើនមុខពេលយប់គួរ